សូមស្វាគមន៍មកកាន់ព័ត៌មានអន្តរជាតិ Update Today មហាសេដ្ឋី$1,000,000,000ក្មេងជាងគេនៅប្រទេសឥណ្ឌាបានរៀបរាប់អំពីដំណើរជីវិតពីក្រលំបាករហូតទទួលបានជោគជ័យលោក Ritesh Agarwal ដែលជាយុវជនធំធាត់នៅក្នុងទីក្រុងតូចមួយនៃរដ្ឋ Odisha នៃប្រទេសឥណ្ឌាដែលជាទីក្រុងដ៏ក្រលំបាកមួយដែលមានប្រជាជនមិនអាចរកចំណូលបានលើសពី$10ទេក្នុងមួយថ្ងៃលោក Ritesh Agarwal គឺជាមនុស្សដែលតែងតែចង់រៀនអ្វីដែលថ្មីហើយគាត់បានចាប់ផ្ដើមមានចំណាប់អារម្មណ៍ទៅលើការរកស៊ីយ៉ាងខ្លាំងនៅពេលដែលគាត់មកដល់ទីក្រុង Delhi គាត់បានជួបការលំបាកផ្នែកហិរញ្ញវត្ថុហើយក៏បានចេញលក់ SIM card ដើម្បីរកប្រាក់ចិញ្ចឹមជីវិតបន្ទាប់មកគាត់បានចាប់ផ្ដើមរៀនជំនាញបង្កើត software computer ហើយនៅក្នុងឆ្នាំ2012គាត់បានបើកដំណើរការនៅកម្មវិធី Oracle Stay ដែលជាថ្នាលស្វែងរកកន្លែងស្នាក់នៅធូរថ្លៃគំនិតរបស់គាត់បានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនហើយនៅក្នុងឆ្នាំ2013គាត់ក៏បានឈ្នះពានរង្វាន់សហគ្រិនវ័យក្មេងនិងទទួលបាននូវទឹកប្រាក់$10,000សហរដ្ឋអាមេរិកក្រោយមកលោក Agarwal បានបដូរឈ្មោះគម្រោងទៅជា Oyo Roam ដោយនៅក្នុងកម្មវិធីឬថ្នាលដែលគាត់បង្កើតឡើងណែនាំដល់សន្តាគារដែលមានតម្លៃសមរម្យនិងមានស្តង់ដារខ្ពស់គម្រោងដែលហៅថា Oyo បានរីកលូតលាស់យ៉ាងឆាប់រហ័សដោយបានពង្រីកទៅទូទាំងប្រទេសឥណ្ឌានិងក្រៅប្រទេសផងដែរនៅក្នុងអាយុ29ឆ្នាំទ្រព្យសម្បត្តិសុទ្ធរបស់លោក Agarwal បានហក់ឡើងរហូតដល់ទៅ$2.1,000,000,000សហរដ្ឋអាមេរិកនាំឲ្យគាត់ក្លាយទៅជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសឥណ្ឌាភាពជោគជ័យរបស់ក្រុមហ៊ុន Oyo បានកើតចេញពីការធ្វើទីផ្សារដ៏ឈ្លាសវៃដំណោះស្រាយដែលជំរុញឲ្យបច្ចេកវិទ្យានិងការយល់ដឹងអំពីតម្រូវការរបស់អ្នកដំណើររឿងរ៉ាវជីវិតរបស់លោកក៏បានបង្ហាញឲ្យឃើញថាការច្នៃប្រឌិតនិងការតស៊ូអាចប្រែក្លាយគំនិតដ៏សាមញ្ញមួយទៅជាគម្រោងដ៏ធំដែលមានតម្លៃរាប់ពាន់លានដុល្លារផងដែរអគ្គរដ្ឋអាជ្ញាអាមេរិកបានជំរុញឲ្យពលរដ្ឋដាក់ពាក្យស្នើសុំលុបទិន្នន័យ DNA ពីក្រុមហ៊ុនធ្វើតេស្តដ៏ធំមួយដែលកំពុងតែខ្សែធនថ្មីនេះអគ្គរដ្ឋអាជ្ញាអាមេរិកបានជំរុញឲ្យមនុស្សរាប់លាននាក់ដែលបានប្រើប្រាស់នៅសេវាធ្វើតេស្ត DNA ដ៏ពេញនិយមរបស់ក្រុមហ៊ុន 23andMe ស្នើសុំលុបទិន្នន័យ Gen របស់ពួកគេជាបន្ទាប់ពីក្រុមហ៊ុននេះប្រកាសត្រៀមនឹងខ្សែធនប្រភពពីសារព័ត៌មាន Unilet បានបន្តថាក្រុមហ៊ុន 23andMe ដែលបានផ្ដល់នូវសេវាធ្វើតេស្ត DNA ដល់អតិថិជន15លាននាក់នៅទូទាំងពិភពលោកដែលថ្មីនេះបានដាក់ពាក្យស្នើសុំការការពារខ្សែធននាយកប្រតិបត្តិនិងស្ថាបនិករបស់ក្រុមហ៊ុនដ៏ធំមួយនេះក៏បានលាលែងពីតំណែងផងដែរចំពេលដែលមានបញ្ហាហិរញ្ញវត្ថុដ៏ធំអគ្គមេធាវីរដ្ឋ California លោក Robota បានផ្ដល់នៅដំបូន្មានដល់ពលរដ្ឋអាមេរិកដែលបានប្រើប្រាស់នៅសេវារបស់ក្រុមហ៊ុននេះឲ្យដាក់ពាក្យលុបទិន្នន័យ Gen របស់ពួកគេជាបន្ទាន់លោកក៏បានប្រមានទៀតថាក្រុមហ៊ុនកំពុងតែប្រឈមទៅនឹងការលំបាកផ្នែកហិរញ្ញវត្ថុហើយប្រហែលជាមិនអាចបន្តប្រតិបត្តិការនេះបានទេលោកបានសម្ដែងនៅក្តីព្រួយបារម្ភពីព្រោះថានៅក្នុងឆ្នាំ2023ក្រុមហ៊ុន 23andMe បានជាប់ពាក់ព័ន្ធទៅនឹងការធ្វើឲ្យបែកធ្លាយនៅទិន្នន័យដោយនៅពេលនោះទិន្នន័យរបស់អ្នកប្រើប្រាស់ដែលរងគ្រោះគឺមានជាង7លាននាក់ឯណោះយ៉ាងណាក៏ដោយប្រធានក្រុមហ៊ុនលោក Mark Jason បានធានាប្រាប់អតិថិជនរបស់ខ្លួនថាពួកគេនឹងបដិញ្ញាការពារទិន្នន័យរបស់អតិថិជននិងផ្ដល់នូវតម្លាភាពចំពោះការគ្រប់គ្រងទិន្នន័យទាំងមូលផងដែរត្រាំប្រកាសយកពន្ធ 25% បន្ថែមទៀតពីប្រទេសណាដែលហ៊ានទិញប្រេងពីវេណេស៊ុយអេឡាប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាចាប់ពីថ្ងៃទី2ខែមេសាប្រទេសណាដែលទិញប្រេងឬក៏ឧស្ម័នពីប្រទេសវេណេស៊ុយអេឡានឹងប្រឈមមុខទៅនឹងការយកពន្ធ 25% នៅពេលដែលធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth លោក Trump បានរិះគន់ប្រទេសវេណេស៊ុយអេឡាចំពោះចំនួនប្រជាពលរដ្ឋចំណាក់ស្រុកយ៉ាងច្រើនសម្បើមមកកាន់សហរដ្ឋអាមេរិកនិងការដែលប្រធានាធិបតី Nicolas Maduro ប្រឆាំងទៅនឹងគោលនយោបាយរបស់អាមេរិកមិនតែប៉ុណ្ណោះពន្ធគយនេះគឺមានគោលបំណងកំណត់គោលដៅទៅលើវេណេស៊ុយអេឡារួមទាំងប្រទេសចិនដែលជាអតិថិជនទិញប្រេងដ៏ធំបំផុតរបស់ប្រទេសមួយនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯសេតវិមានលោកត្រាំក៏បាននិយាយថាលោកនឹងបន្ថែមពន្ធលើឱសថយានយន្តនិងអាលុយមីញ៉ុមផងដែរប្រធានាធិបតីអាមេរិករូបនេះក៏បានលើកឡើងទៀតថាពន្ធនេះគឺជាពន្ធទៅវិញទៅមក
ពលគឺស្របទៅនឹងកម្រិតពន្ធដែលប្រទេសដទៃកំណត់ទៅលើទំនិញរបស់សហរដ្ឋអាមេរិករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howitt Lodnit បានសង្កត់ធ្ងន់ថានៅថ្ងៃទី 2 ខែមេសាគឺជាទិវារំដោះអាមេរិកនៅពេលដែលពិភពលោកចាប់ផ្ដើមផ្ដល់ការគោរពឲ្យតម្លៃចំពោះអាមេរិកឡើងវិញសូមរំលឹកផងដែរថាចំណាត់ការរបស់លោកត្រាំគឺជាផ្នែកមួយនៃការបន្តដាក់សម្ពាធទៅលើប្រទេសវេណេស៊ុយអេឡាជាប្រទេសមួយដែលលោកបានកំណត់នៅក្នុងគោលដៅដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរតាំងពីអំឡុងអាណត្តិដំបូងទី1មកម្លេះលោកត្រាំបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកម៉ាដូរ៉ូចំពោះការរំលោភសិទ្ធិមនុស្សនិងបានបន្ទោសវេណេស៊ុយអេឡាចំពោះការបញ្ជូនជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកយ៉ាងច្រើនសម្បើមផងនោះអរគុណចំពោះលោកអ្នកដែលបានតាមដានទស្សនានៅព័ត៌មានអន្តរជាតិ Update Today